បាទសូមគោរពនឹងជំរាបសួរអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនខ្ញុំបាទលោកគ្រូសនប៊ុនសូមធ្វើការណែនាំនិងបញ្យល់នៅការទូទាយរកដួងកែវជីវិតរបស់យើងដែលកើតទៅតាមឆ្នាំជូតរហូតដល់ឆ្នាំកុលនៅក្នុងនោះដែរមនុស្សយើងកើតមកមានថ្ងៃខែខុសៗគ្នាហើយមានខ្ទង់នៃគេហៅថាដួងកែវនេះខុសៗគ្នាអញ្ចឹងមុខរបរអាជីពហើយនឹងការរៀនសូត្រគួរមិនដូចគ្នាដែរមុខវិជ្ជាខ្លះអាចធ្វើឲ្យយើងជោគជ័យមុខវិជ្ជាខ្លះអាចឲ្យយើងបរាជ័យហើយអាជីពនៃការរកស៊ីក៏អញ្ចឹងដែរអាជីពខ្លះធ្វើឲ្យយើងសម្រេចគោលដៅបានអាជីពខ្លះធ្វើឲ្យយើងមិនអាចសម្រេចនៅគោលដៅអញ្ចឹងដែរជាការងាយស្រួលយើងត្រូវមើលទៅតាមដួងកែវយើងដើម្បីចាប់យកអាជីពនិងមុខវិជ្ជាឲ្យត្រូវទៅតាមដួងកែវកំណើតយើងចឹងដែរនៅក្នុងដួងកែវចម្ពោះទី3នេះយើងចាត់ទុកថាចម្ពោះទី3ដោយសារយើងយកនៅឆ្នាំនៃគ្រិស្តសករាជដកទៅដើម្បីរកជលសករាជឃើញហើយបានយើងចែកនឹង7ដើម្បីឃើញសេះនៅក្នុងនេះដែរយើងលើកយកដួងកែវសេះ3នេះគឺមានឆ្នាំជូតរហូតដល់ឆ្នាំកុលឆ្នាំជូតនោះគឺកើតនៅឆ្នាំ2020ឆ្នាំឆ្លូវកើតនៅឆ្នាំ1985ឆ្នាំខាលកើតនៅឆ្នាំ1998ឆ្នាំថោះកើតនៅឆ្នាំ1999ឆ្នាំរួងកើតនៅឆ្នាំ1964ឆ្នាំម៉ាសាញ់កើតនៅឆ្នាំ2013ឆ្នាំមមីកើតនៅឆ្នាំ1978ឆ្នាំមមែកើតនៅឆ្នាំ2027ឆ្នាំវើកើតនៅឆ្នាំ1992ឆ្នាំរកាកើតនៅឆ្នាំ1957ឆ្នាំចកើតនៅឆ្នាំ2006ឆ្នាំកុលកើតនៅឆ្នាំ1971ចឹងឆ្នាំដែលបានរៀបរាប់ខាងលើនេះគឺចាត់ទុកថាជាដួងកែវសេះ3ឬគេហៅថាដួងកែវអ្នកគ្រប់គ្រងចឹងដែរនៅក្នុងនោះគឺមានផ្កាយដែលមានពន្លឺខ្លាំងរឹងមាំនោះមានផ្កាយអាទិត្យស្ថិតនៅលើផ្ទះរាជាផ្កាយច័ន្ទស្ថិតនៅលើផ្ទះទួងជ័យផ្កាយសៅរ៍ស្ថិតនៅលើផ្ទះអធិបតីនិងផ្កាយពហុស្ថិតនៅលើផ្ទះរណ្ដៅទ្របអញ្ចឹងផ្កាយទាំង4នេះគឺមានកម្លាំងខ្លាំងរឹងមាំយើងអាចចាប់មុខរបរអាជីពឬការសិក្សាពាក់ព័ន្ធជាមួយផ្កាយទាំង4នេះទើបយើងអាចទទួលបានជោគជ័យនៅក្នុងនោះដែរយើងជៀសវាងនៅផ្កាយអង្គារស្ថិតនៅលើផ្ទះភាំងកៈបែកបាក់ពុកផុយផ្កាយពុទ្ធស្ថិតនៅលើផ្ទះពោតេស្អុយរលួយផ្កាយសុកស្ថិតនៅលើផ្ទះមរណៈសេចក្តីស្លាប់និងជំងឺអញ្ចឹងដែរយើងជៀសវាងនៅផ្កាយទាំង3នេះដែលជាផ្កាយมันមានពន្លឺខ្លាំងហើយមានកម្លាំងខ្សោយយើងមិនអាចចាប់យកនៅមុខរបរអាជីពឬក៏រៀននៅមុខវិជ្ជាអាជីពឲ្យពាក់ព័ន្ធជាមួយផ្កាយទាំង3ដួងនេះมันអាចជោគជ័យបានទេអញ្ចឹងដែរខ្ញុំបានសរសេរលម្អិតនៅក្នុងឯកសារ PDF ដែលមានរហូតដល់ទៅ7ទំព័រលោកស្រីអ្នកនាងកញ្ញាអាចធ្វើការអានលម្អិតឬក៏ short screen ដើម្បីធ្វើការអានទៅថ្ងៃក្រោយហើយយើងនឹងមានលម្អិតទៅតាមកាយនីមួយៗពាក់ព័ន្ធនឹងមុខវិជ្ជានិងមុខរបររកស៊ីចឹងដែរក៏ខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណដល់អាយដាមលោកជំទាវលោកស្រីនាងកញ្ញាដែលបានចូលមកទស្សន៍ទាយនៅក្នុង app My SB របស់ខ្ញុំបាទសូមគោរពជូនពរលោកស្រីនាងកញ្ញាជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលមានគ្រប់ក្រុមគ្រួសារបាទសូមអរគុណ